ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះប៉ាខ្ញុំឲ្យប៉ាក្មេកខ្ញុំធ្វើធុងត្រីខ្ញុំធ្វើធុងត្រីអីហើយនឹងឥឡូវគាត់ពឹងធ្វើពីអ្នកដីពុនគាត់ដែរហើយខ្ញុំហ្នឹងនេះឥឡូវគាត់ពឹងនេះខ្ញុំធ្វើវាយនៅកន្លែងធុងត្រីនេះខ្ញុំដាក់នេះវាដាស់វាដាក់ផ្កាឥឡូវយើងគាត់ពឹងធ្វើជាងសំណានមួយប្រើប៉ាក្មេកឲ្យធ្វើចាឥឡូវគាត់ធ្វើឥឡូវនាងខ្ញុំបានលាបថ្នាំលីសាលាបថ្នាំហ្នឹងជាប់ទឹកលាបថ្នាំឲ្យវាមើលទៅភ្លឺថ្លាឡើយហើយអូញាប់ដៃញាប់ជើងណាព្រឹកហ្នឹងពុកម៉ែបងប្អូនធ្វើអីដល់រៀបរួចបានស្រេចហើយចារៀបរួចនេះរៀបទាំងថ្មទៀតតែចង់លាបថ្មមួយជាន់ទៀតមើលឥឡូវបានរួចហើយនេះលើកកាយដាក់តែការលើកដាក់អត់បានប្រាប់ទេមកពីអត់បានថតហើយយើងគាត់លើកដាក់រួចហើយឥឡូវយើងប្រាប់មើលតែស្រស់ស្អាតទេបើស្រស់ស្អាតសូមពុកម៉ែបងប្អូនខមមិនឲ្យនាងខ្ញុំមួយផងចាអរគុណច្រើនឥឡូវយើងពឹងតែដាក់ទឹកឲ្យបាយត្រីហើយនឹងឲ្យនេះមកពីវាអត់មានខ្យល់អុកស៊ីសែននៅឡើយទេល្ងាចនេះអូដឺបានមកដល់ចាឥឡូវយើងឲ្យបាយត្រីសិនចំណែកត្រីវិញទិញមកងាប់អស់4ទៅហើយនៅសល់តែ4ទេគិតមិនទៅបើទិញមកវាកាន់តែងាប់ទៅចឹងឥឡូវឲ្យគេសប្បាយចិត្តគេដាក់ទឹកឲ្យលេងចាហើយដាក់បាយឲ្យញ៉ាំសាច់ញ៉ាំទៀតឲ្យត្រីញ៉ាំបាយទៀតយ៉ាប់ហើយលីសាឥឡូវមើលតែស្រស់ស្អាតទេចាឥឡូវយើងបង្ហូរទឹកវាចូលរ៉ែដើម្បីឲ្យនេះលើថតឲ្យពុកម៉ែបងប្អូនមើលមានចកដុះជុំវិញទាំងអស់ចាហើយត្រីសល់តែប្រមាណ